Chỉ vì sao cứ cứ sự hà rừng và sân chỉ miếng cả này bậy bạ nhưng mọi nên tranh sau nè hay bà tha khoa khát với được ở trong bàn ấy mình vô cái này nè ai sủa hết bàn រាល់ថ្ងៃនេះគឺខ្ញុំរស់នៅជាមួយពូហើយនឹងមីងហើយគាត់មានជីវភាពខ្វះខាតណាស់ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តមកធ្វើការនៅទីនេះ cô à nịnh nè nó ហើយជួបតែរបៀបម៉េចណាមិនគ្មានឃើញស្អាតអីសោះចឹងហើយសម្បូរដៃក៏ដៃណាមិនក៏ពពុះឲ្យពេញហ្នឹងចឹង mà đó thay mấy bị tắc lai chờ đông cổ ôm phá phà mấy rồi chịt ngay chiếc bịch xé mấy lấy chùm mùi nắng sạch đông cổ ôm này không cao mình tham khăn chờ ôm ngay rồi chịt ngay mấy để dân nhầm tơ á thoa à ròm dân cánh từ sọt sái ទឹកផ្លែឈើដងក្អូហ្វាមាន4រសជាតិ rồi chịt cô lên រសជាតិផាសិន rồi chịt raspberry និងរសជាតិ blueberry tắc lai chờ đông cổ ôm phá pháត្រូវបានផលិតឡើងតាមបច្ចេកវិទ្យាទំនើបស្របតាមស្តង់ដារ ISO 9001 GMP និង HACCP ផ្ដល់សុវត្ថិភាពខ្ពស់ដល់អ្នកញ៉ាំហើយមួយកែវនេះហាតម្លៃត្រឹមតែ500រៀលតែប៉ុណ្ណោះ ទឹកផ្លែឈើដងក្អូហ្វាជាទឹកផ្លែឈើសម្រាប់គ្រប់គ្នាញ៉ាំបានគ្រប់វ័យជាផលិតផលរបស់ខ្មែរផលិតឡើងដោយកូនខ្មែរអាចរកទិញបាននៅគ្រប់ទីផ្សារនិងតូចចង្អុយក្បែរផ្ទះ ក្នុងផ្ទះខ្ញុំមិនសូវជាធំប្រហែលទេក៏ប៉ុន្តែនាងត្រូវបោះសម្អាតជួររាល់ថ្ងៃណាជាពិសេសគឺគ្រឿងសង្ហារឹមហើយត្រូវចេះថ្នមផងបើសិនជាមានករណីបែកបាក់ខ្ញុំឲ្យនាងចេញសោណាព្រោះគ្រឿងសង្ហារឹមទាំងអស់ហ្នឹងគឺថ្លៃណាស់ប្រាក់ខែនាង3ខែក៏សមមិនគ្រប់ផង ចាលោកខ្ញុំសន្យាថានឹងធ្វើឲ្យបានល្អមិនឲ្យលោកតោះចិត្តទេ ម្យ៉ាងវិញទៀតនៅលើផ្ទះនេះគ្រប់ជ្រុងគឺមានកាមេរ៉ាសុវត្ថិភាពដូច្នេះហើយមិននៅលើផ្ទះនេះហាមមានដៃមានជើងណាត្រូវតែមានភាពស្មោះត្រង់ ចា ហើយបើថាខ្វះខាតឬក៏ចង់បានអីមិនយល់កន្លែងណាអាចសួរហេតុបាន ចា មិនអីទេច្បាយអ្នកនាងគាត់ទៅតែមកនៅទីនេះអញ្ចឹងគាត់ច្បាស់ជាមិនតន់យល់ពីការងារទេចាំខ្ញុំជួយណែនាំនាង ê êនេះមែនទេអ្នកដែលត្រូវមកបម្រើការងារនៅក្នុងផ្ទះយើង បាទតែម៉ាក់ណែហេតុអីក៏ឆ្លើយម៉េចឃើញចាស់ទុំហើយមិនចេះជម្រាបសួរនៅឈរស្មងដល់អង្ការទៀតគាត់ជាម៉ាក់របស់យើងណា ជំរាបសួរអ៊ំ អ្នកកូនដាំឯងកុំដំឡើងសម្លេងដាក់គ្នាពេកធម្មតាគ្នាថ្មីថ្មោងតែអញ្ចឹងឯងណែមកឯងចូលមកអង្គុយសិនមកយើងមានរឿងចង់និយាយជាមួយឯងបន្តិចមកអង្គុយមកនិយាយអញ្ចឹងឯងកូនចៅអ្នកណាគេហាហើយមកពីណាវិញ គឺឪពុកម្ដាយខ្ញុំគាត់ស្លាប់អស់ហើយរាល់ថ្ងៃនេះគឺខ្ញុំរស់នៅជាមួយពូហើយនឹងមីងហើយគាត់មានជីវភាពខ្វះខាតណាស់ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តមកធ្វើការនៅទីនេះ អេនេះឯងជាកូនកំព្រាហ៎គួរអាណិតណាស់ណោះតែមិនអីទេឯងត្រូវតែតស៊ូក្នុងជីវិតណា ចាអ៊ំ ហើយនៅលើផ្ទះអ៊ំនេះហាការងារក៏វាមិនធ្ងន់ណាស់ណាដែរឯងគ្រាន់តែជុតផ្ទះបោះផ្ទះនិងជុតគ្រឿងសហារឹមដើម្បីធ្វើម្ហូបតែប៉ុណ្្នឹងឯងនេះឯងធ្វើបានអត់ ចាអ៊ំខ្ញុំធ្វើបានព្រោះថានេះគឺជាការងាររបស់ខ្ញុំធ្វើជាប្រចាំថ្ងៃហ្នឹង បានអញ្ចឹងល្អហើយ ចាអ៊ំ មិននឹកស្មានសោះណា ច្បាយ មានការស្អី ខ្ញុំមើលទៅច្បាយដូចជាមិនពេញចិត្តនាងនឹងមកធ្វើការនៅទីនេះសោះ ហើយវាថៃ គ្មានស្អីទេក៏ប៉ុន្តែខ្ញុំគ្រាន់តែឆ្ងល់បើលោកច្បាយមិនពេញចិត្តនាងទេហេតុអីក៏យកនាងមកធ្វើការនៅទីនេះមិនក៏មិនឲ្យអ្នកផ្សេងមកចូលធ្វើការវិញទៅពីព្រោះថាមានអ្នកមកចង់ធ្វើការនៅទីនេះច្រើនណាស់ ត្រង់ណាដែលថាយើងមិនពេញចិត្តនោះ ខ្ញុំគ្រាន់តែមើលទៅសម្ដីសម្ដៅហើយនឹងទឹកមុខរបស់លោកច្បាយខ្ញុំមិនដឹងច្បាស់ណាស់ គ្មានស្អីទេឯងកុំឆ្ងល់ច្រើនពេក មិនឲ្យខ្ញុំឆ្ងល់យ៉ាងម៉េចលោកច្បាយបើមុនហ្នឹងលោកច្បាយថាមិនយកទេក៏ប៉ុន្តែស្រាប់តែឃើញពូរបស់នាងមកលោកច្បាយក៏បដូរចិត្តភ្លាមៗតែម្ដង គឺយើងព្រមទទួលព្រោះតែយើងស្គាល់បងគេហ្នឹងណា អូអញ្ចឹងទេ ឯងស្អីឯងអើណែអីណានឹងចបៃនេះគេព្រមយកវាធ្វើការក្នុងផ្ទះគេហើយមែនទេ មែនហើយឯងគេព្រមយកអបិយទៅនៅជាមួយហើយ អូយបើអញ្ចឹងល្អណាស់ចាប់ពីខែក្រោយទៅខ្ញុំនឹងមានប្រាក់ខែចាយពេញដៃហើយ ដល់ហើយឯងស្រឡឹងឃើញតែប្រាក់របស់ក្មួយខ្ញុំសោះណែឯងខ្ញុំប្រាប់មួយទៀតមិនដឹងអីផ្ទះគេនឹងអ្នកមានណាស់ខ្ញុំឈួតពីក្រៅទៅមកទៅផ្ទះបុរាណនៅចក្រឹងនៅកណ្ដាលព្រៃបដ යි ណែពីដើមឡើយតាមក្នុងស្រុកអ៊ូញតើនឹកស្មានតែឥឡូវមានអ្នកមានអីទៅនៅចឹងសោះ អូយមែនទេឯងមកចឹងនេះវាកាត់ស្អីវាហ្នឹងឃើញញញឹមតាំងពីដើរចូលមក ណែកូនណាកាត់អីហ្នឹង ចាបងគ្មានអីទេម៉ែ ស្អី គឺថាខ្ញុំចង់ទៅ
មកធ្វើការនៅផ្ទះនឹងដែរ អីហើយវាស្អីឯងដែរហ្នឹងណាក្រែងមិញឯងនិយាយថាស្អីមួយជីវិតនេះមិនខ្ចីធ្វើកិច្ចគេទេឥឡូវមិនបានជាអញ្ចឹងវិញ អូយម៉ែខ្ញុំនិយាយលេងណា អេមិនអត់ទៅយើងចឹងវិញក៏ប៉ុន្តែផ្ទះមិញគេរើសតែម្នាក់ទេណា សំខាន់ឲ្យតែពុកហើយនឹងម៉ែនេះអនុញ្ញាតព្រោះថាខ្ញុំអាណិតបងចំបៃណាខ្លួនជាស្រីតែនៅធ្វើការផ្ទះគេតែម្នាក់ឯងហើយណាមួយខ្ញុំមិនចង់ពឹងពាក់លុយក៏មកទិញទូរស័ព្ទទេខ្ញុំសុកចិត្តតែធ្វើការរកលុយទិញទូរស័ព្ទខ្លួនឯងវិញ មិនចេះពីមុនមិនអញ្ចឹងឥឡូវចេះគិតគូស្អីណាបើអញ្ចឹងល្អមួយយ៉ាងដែរបានឯងទៅនៅហ្នឹងគឺមានប្រាក់ខែ2ណា តែប្រាក់ខែខ្ញុំខ្ញុំឲ្យមកឯងទេខ្ញុំទុកខ្លួនឯង កូនអាកតញ្ញូនេះបើឯងចង់ទៅនៅហើយក៏ទៅទុកយើងនៅជាមួយតែឪវាទៅបានហើយ ហើយក៏ទៅពិតជានិស័យមែនណាតែប៉ុណ្ណេះយើងមិនឲ្យរួចពីដៃយើងទេបន្តិចទៀតនេះយើងនឹងខ្លាចទៅជាកុំប្រសាអ្នកមានជាមិនខានទេ ខ្ញុំមើលទៅនាងពិតជាឧស្សាហ៍ព្យាយាមធ្វើការផ្ទះ ណែនាងហើយជូតតែរបៀបម៉េចហ្នឹងមិនគ្មានឃើញស្អាតអីសោះអញ្ចឹងហើយសាប៊ូដាក់អីក៏ដាក់យ៉ាងណាមិនក៏ពពុះឲ្យពេញហ្នឹងអញ្ចឹង មិនអីទេលោកជូតទឹកទី1វាអញ្ចឹងឯងតែពេលយើងជូតទឹកទី2ទៅគឺវាស្អាតហើយ អញ្ចឹងហ៎ខ្ញុំប្រាប់ឲ្យហើយណាធ្វើការធ្វើឲ្យស្អាតកុំធ្វើលំយកតែប្រាក់ខែហើយជូតហើយទៅរៀបចំបន្ទប់ខ្ញុំឲ្យស្អាតផងកៅអៅដែលខ្ញុំពេលហើយកុំភ្លេចយកទៅបោក ចាលោក តែខ្ញុំសូមបញ្ជាក់ក្នុងបន្ទប់ខ្ញុំមានរបស់មានតម្លៃច្រើនណាស់បើសិនបាត់គឺគ្មានអ្នកណាទេ អ្នកនាង អូលោក មិញនេះអ្នកនាងត្រូវលោកច្បាស់ក៏ស្ដីឲ្យមែនទេ គឺមិនមែនទេខ្ញុំធ្វើការងារមិនល្អទៅគាត់ណែនាំបន្តិចបន្តួចហ្នឹង ក៏ប៉ុន្តែអ្នកនាងមិនបាច់ចាំខឹងនឹងគាត់ទេណាពីព្រោះថាគាត់តែអញ្ចឹងឯងសំដីគាត់អាក្រក់ក៏ប៉ុន្តែចិត្តគាត់ល្អណាស់ ចាខ្ញុំមិនប្រកាន់គាត់ទេ បើមិនប្រកាន់នឹងគាត់អញ្ចឹងគឺល្អហើយនេះអ្នកនាងជួតតែស្រួលបួលណាពីព្រោះខ្ញុំមើលទៅសបោច្រើនណាប្រយ័ត្នអល់ដួលណា ចាលោកខ្ញុំដឹងហើយ អាហេងនេះធ្វើស្អីហ្នឹង គឺថាចេះទេអ៊ំមិញនេះអ្នកនាងគាត់រត់ដួលអញ្ចឹងហើយខ្ញុំក៏ជួយទប់គាត់ទៅណា អញ្ចឹងហ៎ បាទ ណែធ្វើការលើក្រៅប្រយ័ត្នប្រយែងផងណា ចាអ៊ំ ហើយយាយចាហេងនេះឯងមិនទៅធ្វើការជាមួយនឹងកូនដើមទេកូនដើមគេចេញទៅហើយនោះ បាទអ៊ំខ្ញុំចេញទៅឡើយអ្នកនាងប្រយ័ត្នប្រយែងផងណា ចាលោកខ្ញុំអរគុណច្រើនហើយ អញ្ចឹងខ្ញុំទៅសិនណា ណែចំបៃឯងចូលមកអង្គុយសិនមកណាយើងឃើញឯងធ្វើការពេញមួយថ្ងៃហើយមកសម្រាប់សិនទៅ ចាអ៊ំ ចូលមកអង្គុយមករយៈនេះយើងឃើញឯងល្អឯងក្នុងធ្វើកិច្ចការផ្ទះណាកុំឧស្សាហ៍តែដំបងណា ចាអ៊ំខ្ញុំមិនមែនមនុស្សបែបហ្នឹងទេខ្ញុំស៊ីប្រាក់ខែពីគេដូច្នេះហើយខ្ញុំមិនធ្វើឲ្យម្ចាស់ផ្ទះខំបំណងទេ បើអញ្ចឹងល្អហើយនិយាយអញ្ចឹងការងារប៉ុណ្ណឹងឯងទៅរួចទៅ ចាអ៊ំមិនអីទេខ្ញុំធ្វើទៅរួច ទៅផ្ទះនេះពិតជាធំស្អាតមែនណាបើសិនជាបានមករស់នៅទីនេះមិនដឹងថាកក់ក្ដៅប៉ុណ្ណាទេមិនដូចជាផ្ទះរបស់យើងសោះដំបូលបាក់អញ្ចឹងធ្លុះដែកលកតេលអូយពិបាកវេទនាណាឡង នេះអ្នកនាងមកផ្ទះខ្ញុំមានការអីទៀតទេ គឺខ្ញុំប្រាប់លោកតាមត្រង់ចឹងណាខ្ញុំក៏ចង់មកធ្វើការនៅទីនេះដែរ ក៏ប៉ុន្តែខ្ញុំបានទទួលយកបងអ្នកនាងមកធ្វើការទេ ចុះលោកយកខ្ញុំម្នាក់ទៀតទៅមិនបានហ៎ អូយការងារផ្ទះខ្ញុំវាមិនច្រើនទេអញ្ចឹងតែម្នាក់គឺគ្រប់គ្រាន់ទេ លោកប្រំទទួលយកខ្ញុំម្នាក់ទៀតទៅណាព្រោះខ្ញុំមកចង់មកនៅទីនេះណាចង់ខែមកលោកចង់នៅក្បែរគឺខ្ញុំចង់ជួយសម្រាប់បន្ទុកគ្រួសាររបស់ខ្ញុំហើយក៏មិនចង់ឲ្យបងស្រីរបស់ខ្ញុំនៅទីនេះតែម្នាក់ឯងដែរ ក៏ប៉ុន្តែ អូយក៏ប៉ុន្តែអីទេបើលោកមិនជួយខ្ញុំទេខ្ញុំច្បាស់ច្អន់ចិត្តជាមួយនឹងលោកឯងក្រែងប្រាប់ថាជួយខ្ញុំនោះអី ក៏ប៉ុន្តែខ្ញុំបានជួយបងចំនួនមួយរបស់នាងឯតា អានោះបងចំនួនមួយខ្ញុំហ្នឹងមិនជួយខ្ញុំឯណា ឥឡូវអញ្ចេះនាងទៅជួបម៉ាក់ខ្ញុំទៅបើម៉ាក់ខ្ញុំព្រមខ្ញុំក៏ព្រមដែរ ច
ចាតែខ្ញុំគិតថាខ្ញុំប្រពន្ធនេះដែរម៉ាក់លោកច្បាស់ជាពេញចិត្តខ្ញុំជាមិនខានទេ នេះមានរឿងអីទៀតលោកចៅអ្នកនាងក៏មកលេងបងស្រីរបស់គាត់មែន គ្មានអីទេអញទៅចាំយើងនៅឡានមុនទៅយើងមានការបន្តិច បាទ